ប៉ុន្តែយើងទុកម្លាយសិនយើងមកមើលបាល់ចេញពីស៊ីដានតែហើយក៏ចូលបាត់ទៅហើយអញ្ចឹងក៏ដល់អើយអត់បញ្ហាទេទៅហើយបាទលៀនមកពិសិដ្ឋបាទចូលទីបាត់ទៅហើយបាទលំពិសិដ្ឋត្រូវបានគ្រាប់បាល់បញ្ចូលទី1ទល់នឹង1ក្នុងទី20ឡាបន្តទៅកណ្ដាលបានល្អឆ្កឹះទៅមុខបន្តិចដោយលូកាបានបាល់នៅខាងមុខមានជុំប៊ីននៅខាងឆ្វេងមានលំពិសុទ្ធនៅខាងស្ដាប់ឯនេះគឺមានកកដាប៉ះជើងចូលបានទៅហើយប៉ះជើងប៉ះជុំប៊ីនឥឡូវនេះវិសាខានាំមុខជាថ្មីនាំមុខវិញម្ដងទៅលើក្រុមបាល់ទាត់ព្រះខ័នរាជស្វាយរៀងអូយបាទគូម៉ូស្រោចគ្នាទៅម្ដងបាទស្អាតណាស់អំបញ្ញមិញកាលឡើង